2.4 តួនាទីនៃវិស័យទេសចរណ៍នៅក្នុងសេដ្ឋកិច្ចជាតិក្នុងឆ្នាំ 2008 វិស័យទេសចរណ៍កម្ពុជាបាននាំមកនូវចំណូលប្រមាណជាង $1,595 លានអាមេរិក រួមចំណែក 12.5% នៃផលិតផលក្នុងស្រុកសរុប កាលពីឆ្នាំ 1995 មានតែ 5.5% ប៉ុណ្ណោះ ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ច ទោះបីជាមានការធ្លាក់ចុះ និងការកើនឡើងនៅតំបន់ទេសចរណ៍មួយចំនួនក្តី ក៏កម្លាំងពលកម្មក្នុងឧស្សាហកម្មទេសចរណ៍នេះពុំទាន់ត្រូវបានកាត់បន្ថយច្រើនទេ នៅតំបន់ភ្នំពេញនិងខេត្តព្រះសីហនុ កម្លាំងពលកម្មនៅរក្សាបាន រីឯនៅខេត្តសៀមរាប ទោះបីជាទេសចរណ៍មានការធ្លាក់ចុះខ្លះ តែកម្លាំងពលកម្មនៅរក្សាបានច្រើន សណ្ឋាគារមួយចំនួនបានកាត់បន្ថយបុគ្គលិកប្រមាណជា 30 ទៅ 50% និងសណ្ឋាគារខ្លះទៀតគ្រាន់តែបានកាត់បន្ថយប្រាក់ខែចំនួន 30 ទៅ 50% តាមរយៈការកាត់បន្ថយម៉ោងធ្វើការនិងម៉ោងប្ដូរវេនគ្នា ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចជាសកល ការហូរចូលនៃទេសចរប្រទេសជិតខាងតាមផ្លូវគោកបានដើរតួនាទីយ៉ាងសំខាន់ ជាក់ស្ដែង ទេសចរមកពីប្រទេសវៀតណាមកើនឡើងក្នុងលំដាប់ទី 1 ការសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការលើកលែងទិដ្ឋាការនៅក្នុងក្របខ័ណ្ឌអាស៊ាន 10 ប្រទេស រដ្ឋាភិបាលបានព្រមព្រៀងក្នុងការលើកលែងទិដ្ឋាការចំពោះអ្នកដំណើរនៃប្រទេសចំនួន 5 គឺសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឡាវ និងវៀតណាម ទន្ទឹមនឹងនេះក៏នៅមានការជំរុញឃោសនាផ្សព្វផ្សាយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការធ្វើឲ្យកាន់តែប្រសើរឡើងផ្នែកសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គម ក្រៅពីសារៈប្រយោជន៍សេដ្ឋកិច្ច វិស័យទេសចរណ៍ក៏បានធ្វើឲ្យសាធារណជនស្គាល់តម្លៃនានាភាពនៃវប្បធម៌ របៀបរបបរស់នៅបរិស្ថានធម្មជាតិនិងផ្ដល់ដល់យុវជននូវការប្តូរអន្តរវប្បធម៌ដ៏មានប្រយោជន៍